ទឹកស៊ុបថ្លាមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់កូនរបស់យើងអញ្ចឹងបើសិនជាម៉ាក់តាណេអាចឆ្លៀតធ្វើឲ្យគាត់បានយើងប្រើឆ្នាំងបែបនេះយើងអត់ចាំបាច់ត្រូវអង្គុយមើលហើយបន្លែខ្ញុំប្រើប៉ានេះមកសម្រាប់ស្រាយក្រៀមហ្នឹងខ្ញុំមកងាស់តែ30នាទីខ្ញុំលើកចេញហើយប៉ុន្តែមុននឹងយកទៅធ្វើគឺខ្ញុំលាងសម្អាតជាមួយនឹងសាប៊ូលាងបន្លែផ្លែឈើនេះសិនហើយយើងអាចយកលាងដបបានដូចគ្នាដើម្បីធានាសុវត្ថិភាពដល់កូនយើងអញ្ចឹងខ្ញុំប្រើឆ្នាំងបែបនេះដោយសារតែវាមានមុខងារចំហុយហើយក៏ធ្វើអីអូតូអញ្ចឹងដល់គ្រប់នាទីវាគឺវាបិទខ្លួនឯងអញ្ចឹងម៉ាក់បាច់ចាំត្រូវចំណាយពេលអង្គុយមើលអញ្ចឹងណាតែបើសិនជាម៉ាក់អត់មានឆ្នាំងហ្នឹងម៉ាក់អាចប្រើប្រភេទឆ្នាំងយើងធម្មតាក៏បានដែរគ្រាន់ថាយកមកងាស់ក្នុងភ្លើងដែលតិចចាហើយឧទាហរណ៍ថាឆ្នាំងនេះដាក់ទឹក1លីត្រឆ្នាំងយើងធម្មតាដាក់ទឹក1លីត្រកន្លះហើយសម្រាប់សារាយក្រៀមនេះខ្ញុំដាក់លើគេដោយសារតែគ្រប់កន្លះម៉ោងគឺខ្ញុំដកចេញហើយខ្ញុំអត់មកងាស់រហូតដល់2ម៉ោងជាមួយនឹងបន្លែផ្លែឈើផ្សេងទៀតទេអញ្ចឹងបន្ទាប់ពីយើងបន្លែផ្លែឈើនិងសាច់ចូលហើយគឺយើងដាក់ទឹកឲ្យចិត្តពេញអាហ្នឹងហើយយើងគ្របបែបនេះព្រោះដោយសារតែឆ្នាំងនេះវាអត់រីងទឹកទេពេលមកងាស់ដាច់ខាត់យើងអត់ត្រូវទឹកស៊ុបហ្នឹងឯងហើយទឹកស៊ុបនេះគឺថ្លាល្អមែនតើហើយគ្រាន់តែបើកមកគឺឈ្ងុយហ្មងហើយខ្ញុំមកតែពេលធ្វើឲ្យកូនគឺដឹងតែខ្ញុំលួចហត់ទៅព្រោះវាផ្អែមឈ្ងុយចេញពីបន្លែហើយផ្លែឈើហើយនៅពេលដែលយើងធ្វើឲ្យទុកឲ្យវាត្រជាក់ហើយគឺយើងដាក់នៅក្នុងពុំកកបែបនេះក៏បានក្នុងថង់របៀបជ្រអាទឹកដោះអីហ្នឹងក៏បានដែរនៅពេលដែលយើងត្រូវយកមកធ្វើបបរយើងដកម្ដងពេលធ្វើស៊ុបកុំភ្លេចសារាយក្រៀមម៉ាក់ព្រោះវាមានអត្ថប្រយោជន៍ច្រើនមែនតើអាចឆាតចូលផេកនេះបាន